ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំសូមដកស្រង់នៅអត្ថបទមួយដែលមានចំណងជើងថាអន្ទាក់នៃគំនិតច្នៃប្រឌិតចេញពីសៀវភៅគិតឲ្យធំខំឲ្យដល់ដែលរៀបរៀងដោយប្រាជ្ញវិជ័យមានឈ្មោះថាជាអន្ទាក់ហើយនោះគ្មាននរណាម្នាក់ដែលចង់ជាប់ទេមែនទេប៉ុន្តែរឿងដូចនេះមិនអាចហាមវាមិនឲ្យកើតឡើងបានដោយងាយៗនោះទេចុះអ្នកណាទៅដឹងថាវាជាអន្ទាក់នោះព្រោះវាត្រូវបានគេសាងឡើងមកដើម្បីបញ្ឆោតឲ្យមនុស្សជាប់ស្រាប់ទៅហើយអ្នកខ្លះជាប់ហើយក៏នៅមិនទាន់ដឹងខ្លួនទៀតថាកំពុងតែជាប់អន្ទាក់នោះក៏មានដែរបើជាអន្ទាក់ខាងផ្លូវគំនិតទៀតនោះក៏កាន់តែគួរឲ្យខ្លាចថែមទៀតព្រោះគំនិតគឺជាចំណុចចាប់ផ្ដើមរបស់រឿងជាច្រើនទៀតដែលនឹងតាមមកបើគំនិតច្នៃប្រឌិតនៅជាប់អន្ទាក់នោះហើយគឺពិបាកនឹងដោះស្រាយរួចណាស់ប៉ុន្តែបើយើងអាចដឹងមុនថាតើមួយណានឹងคล้ายទៅជាអន្ទាក់នៃគំនិតច្នៃប្រឌិតដែលនឹងកើតឡើងចំពោះយើងនោះចូលរកពិធីកម្ចាត់វាចោលឬក៏អ្នកអាចកំពុងតែនឹងជាប់អន្ទាក់នោះត្រូវតែដឹងខ្លួនហើយរកវិធីចេញពីវាឲ្យបានត្រឹមត្រូវទី1អន្ទាក់នៃចំណេះដឹងពិភពលោកយើងនេះមានអ្វីជាច្រើនឲ្យមនុស្សម្នាក់ៗបានសិក្សានិងស្រាវជ្រាវបើទោះបីជាត្រូវចំណាយពេលអស់មួយជីវិតដើម្បីសិក្សាពីវាក៏ដោយក៏អ្នកមិនអាចសិក្សាបានអស់ដែរព្រោះហេតុដូច្នេះហើយទើបមិនអាចបដិសេធបានថាការដែលមានចំណេះដឹងពេញខ្លួនជាច្រើនរឿងនោះគឺជារឿងមួយដែលល្អបំផុតគ្មានពាក្យថាច្រើនពេកសម្រាប់ការសិក្សាទេតែប្រកាសជាមិនល្អទេបើប្រកាន់ភ្ជាប់ចំពោះចំណេះដឹងរបស់ខ្លួនឯងខ្លាំងពេកនោះការដែលយើងប្រកាន់ភ្ជាប់នៅចំណេះដឹងរបស់ខ្លួនឯងខ្លាំងពេកដោយមិនព្រមបើកចិត្តសាកល្បងមើលពិភពលោកនៅក្នុងទស្សនៈផ្សេងនោះទេក៏ចាត់ទុកថាជាអន្ទាក់នៅក្នុងការរារាំងគំនិតច្នៃប្រឌិតដែលនឹងកើតឡើងនៅក្នុងខួរក្បាលរបស់អ្នកដែរតើធ្លាប់សង្កេតដែរឬទេថាក្មេងដែលរៀនពូកែអ្វីដែលតាក់ទងទៅនឹងមេរៀនដែលគេធ្លាប់រៀនមកហើយនោះគេនឹងចាំបានទាំងអស់ប៉ុន្តែពេលដែលយកអ្វីដែលគេបានរៀននោះមកភ្ជាប់ជាមួយនឹងរឿងផ្សេងដែលគេមិនបានរៀនបែរជាឃើញថាក្មេងដដែលម្នាក់នោះคล้ายទៅជាមនុស្សដែលមិនចេះអ្វីតតែសោះដែលគួរឲ្យសោកស្ដាយនោះគឺគេមិនអាចប្រើនៅអ្វីដែលគេបានរៀនមកហាត់គំនិតបន្តពីចំណេះដឹងចាស់របស់គេបានឡើយខុសពីក្មេងខ្លះដែលនៅក្នុងថ្នាក់រៀនមិនពូកែតែគេមានសមត្ថភាពនៅក្នុងការគិតវិភាគនិងតភ្ជាប់រឿងផ្សេងៗនៅក្នុងជីវិតប្រចាំថ្ងៃក្រៅអំពីមេរៀនឲ្យកើតជារឿងរ៉ាវដែលអាចសិក្សាបន្តបានឃើញថាចំណេះដឹងជាច្រើនដែលមានប្រយោជន៍ច្រើនឡើងបើអ្នកចេះបន្ធូរបន្ថយវាខ្លះនោះហើយសាកល្បងមកគិតនៅរឿងថ្មីៗដែលប្លែកពីរឿងចាស់ចំណេះដឹងពីតម្រាលដែលអ្នកបានរៀនមកនោះសិតតែជាអ្វីដែលអ្នកបានសិក្សានិងស្រាវជ្រាវមកហើយទាំងអស់ការដែលអ្នកសិក្សាពីគំនិតចាស់ៗទាំងនោះមិនមែនជារឿងខុសនោះទេតែផ្ទុយទៅវិញក៏នឹងជួយឲ្យអ្នកមានទិន្នន័យដែលជាមូលដ្ឋានគ្រឹះនៅក្នុងការគិតដែលប្លែកពីគំនិតចាស់ៗបានងាយស្រួលឡើងប៉ុន្តែបញ្ហានឹងតាមមកបើមិនព្រមបន្ធូរបន្ថយវាដោយប្រកាន់និងគិតថាវាគឺជាអ្វីដែលអស្ចារ្យមិនអាចផ្លាស់ប្ដូរឬក៏គិតបន្ថែមតទៅទៀតបានអ្នកក៏មិនខុសអ្វីពីបន្ទះផ្ទុកទិន្នន័យទូទៅដែលមានតួនាទីរក្សាត្រឹមតែទិន្នន័យទុកប៉ុណ្ណោះហើយក៏មិនអាចធ្វើបន្តយ៉ាងច្នៃប្រឌិតដែរដូច្នេះចូលសិក្សាយ៉ាងច្នៃប្រឌិតហើយកុំបណ្ដោយឲ្យចំណេះដឹងដែលមានคล้ายទៅជាអន្ទាក់នៃគំនិតច្នៃប្រឌិតរបស់អ្នកឲ្យសោះចំណេះដឹងនិងបទពិសោធន៍ទាំងឡាយដែលអ្នកបានសិក្សានិងឆ្លងកាត់វាមកនោះមិនត្រឹមតែជាចំណេះដឹងនៅក្នុងតำราតែប៉ុណ្ណោះទេតែក៏នឹងអាចคล้ายទៅជាអន្ទាក់នៃគំនិតច្នៃប្រឌិតរបស់យើងផងដែរបទពិសោធន៍ខាងក្រៅទាំងឡាយដែលយើងបានជួបឬអ្វីៗជាច្រើនដែលត្រូវបានប្រមូលចូលមកក្នុងខ្លួនយើងដោយមិនដឹងខ្លួននឹងអាចคล้ายទៅជាអន្ទាក់រារាំងគំនិតរបស់យើងនៅទីបំផុតពិភពលោកនៅក្នុងសម័យបច្ចុប្បន្ននេះមានការរីកចម្រើនយ៉ាងឆាប់រហ័សទាំងរឿងសេដ្ឋកិច្ចសង្គមនិងនយោបាយម្នាក់ៗសុទ្ធតែបង្ខំជីវិតឲ្យដើរតាមសង្គមឲ្យទាន់រហូតដល់ពេលខ្លះមិនបានមើលថាតើផ្លូវដែលដើរនោះនឹងនាំយើងទៅដល់ទីណាប៉ុន្តែឃើញថាមនុស្សភាគច្រើនឬមនុស្សមួយចំនួនធំទៅតាមផ្លូវនេះគេចូលចិត្តបែបនេះនាំគ្នាដើរទៅតាមផ្លូវនោះទៅជាពិសេសសម្រាប់យុវវ័យនៅក្នុងពេលបច្ចុប្បន្នដែលចូលចិត្តធ្វើតាមខ្សែសង្គមដែលពិបាកនឹងរារាំងខ្លាំងណាស់រឿងមួយចំនួននៅក្នុងចំណោមរឿងពិសេសទាំងឡាយនោះគឺជាវិស័យសិល្បៈមានឥទ្ធិពលយ៉ាងខ្លាំងក្លាបានធ្វើឲ្យយុវវ័យនាពេលបច្ចុប្បន្ននេះព្យាយាមចូលធ្វើជាតារាដោយមិនមើលមុខមើលក្រៅនោះឡើយ
អ្នកណាសំណាងល្អជួបនឹងអ្វីដែលល្អហើយនោះក៏សូមអបអរដែលបានដើរតាមវិថីនៃក្តីស្រមៃរបស់ខ្លួនប៉ុន្តែនៅមានមនុស្សជាច្រើនដែលត្រូវបបិសោតនៃចំណេះដឹងនានាចូលមករារាំងឬបន្ទោសបង្អាប់នៃគំនិតច្នៃប្រឌិតដូចជានៅក្នុងសង្គមនៃការតែងខ្លួនរបស់យុវវ័យដែលចូលចិត្តធ្វើតាមកូរ៉េការមើលខ្សែភាពយន្តរបស់កូរ៉េការរាំស្ទីលកូរ៉េឬការទទួលទានអាហារកូរ៉េជាដើមសូម្បីតែពេលខ្លះអ្នកគង្វាលគោគង្វាលកបីក៏ប្រើស្ទីលកូរ៉េដែរបច្ចុប្បន្ននេះសិល្បករយើងតែងខ្លួនតាមកូរ៉េកាន់តែច្រើនគំនិតច្នៃប្រឌិតទាំងនោះចាត់ទុកថាជាគំនិតដ៏ល្អដែលប្រទេសកូរ៉េអាចយកមកផ្សព្វផ្សាយប្រទេសរបស់ខ្លួនឲ្យគេបានស្គាល់ហើយនៅទីបំផុតក៏คล้ายទៅជាប្រទេសដែលអភិវឌ្ឍហើយតែក៏មិនមែនជាគំនិតដ៏ល្អប៉ុន្មាននោះដែរបើយុវវ័យរបស់យើងមិនគិតអ្វីឡើងក្រៅពីចាំធ្វើតាមសង្គមហើយប្រាប់ថានេះគឺជាអ្វីដែលត្រូវធ្វើទាំងនេះគឺមិនមែនជាកំហុសរបស់ក្រុមហ៊ុនចេញម៉ូដសម្លៀកបំពាក់ឬក៏តារាទេតែជាការទទួលខុសត្រូវរបស់ខ្លួនយើងដែលព្រមឲ្យខ្សែសង្គមរារាំងគំនិតច្នៃប្រឌិតដែលអ្នកអាចនឹងមានសមត្ថភាពធ្វើអ្វីផ្សេងឬធ្វើអ្វីៗទាំងនោះនៅក្នុងលក្ខណៈផ្សេងដែលល្អប្រសើរជាងនេះការដែលចង់ដូចនរណាម្នាក់នោះមិនមែនជារឿងប្លែកទេតែវាមិនអាចទៅរួចដែលអ្នកនឹងអាចដូចមនុស្សម្នាក់នោះ 100% អ្នកអាចនឹងមានមនុស្សដែលអ្នកកោតសរសើរនៅក្នុងចិត្តតែអ្នកមិនអាចធ្វើជាគេបាន 100% នោះទេអ្វីដែលអ្នកអាចធ្វើបាននោះគឺឲ្យរឿងរ៉ាវរបស់គេជាកម្លាំងជំរុញចិត្តក្នុងការឈានទៅមុខរបស់អ្នកហើយអ្នកត្រូវតែឈានទៅលើវិថីរបស់ខ្លួនឯងចូលកុំភ្លេចថាជីវិតរបស់អ្នកត្រូវធ្វើដំណើរនៅក្នុងលក្ខណៈរបស់អ្នកព្រោះបុគ្គលដែលអ្នកអាចធ្វើជាគេបាន 100% នោះគឺខ្លួនអ្នកនេះឯងការគិតច្នៃប្រឌិតនៅក្នុងលក្ខណៈជារបស់ខ្លួនឯងដោយសម្លឹងឃើញថាតម្លៃនិងភាពសំខាន់របស់ខ្លួនឯងនោះគឺជាការដែលរួចផុតពីអន្ទាក់នៃគំនិតចាស់ៗដែលអ្នកត្រូវបានគេចងជាប់ឲ្យគិតនិងជឿថាអ្នកចង់ធ្វើជាតារាម្នាក់នោះឬចង់ទទួលបានជោគជ័យដូចជាអ្នកជំនួយម្នាក់នោះចូលចងចាំថាគំនិតច្នៃប្រឌិតរបស់អ្នកគឺជារបស់អ្នកនោះឯងអ្នកនឹងមិនបានគំនិតថ្មីឬក៏ច្នៃប្រឌិតអ្វីថ្មីបាននោះទេបើអ្នករវល់តែដើរតាមអ្នកដទៃអីចឹងនោះទី2អន្ទាក់នៃពាក្យដោះសារពាក្យដោះសារក៏ជាអន្ទាក់មួយទៀតរបស់គំនិតច្នៃប្រឌិតដែរដែលមនុស្សសាងឡើងប្រើសម្រាប់សំទោសខ្លួនឯងនៅក្នុងការមិនធ្វើតាមអ្វីដែលខ្លួនទាមទារទើបចាត់ទុកថាជាអន្ទាក់នៅក្នុងចិត្តដែលនរណាក៏មិនអាចជួយយើងបានដែរក្រៅពីខ្លួនយើងតែប៉ុណ្ណោះឯងមនុស្សយើងពេលត្រូវសម្រេចចិត្តធ្វើអ្វីមួយរមែងមានចំនួនខាងក្នុងចិត្តរវាងអ្វីដែលចង់ធ្វើនិងអ្វីដែលត្រូវតែធ្វើបើយើងមិនមានភាពក្លាហានគ្រប់គ្រាន់ធ្វើនៅអ្វីដែលយើងចង់ធ្វើយើងនឹងធ្វើនៅក្នុងលក្ខណៈដដែលមករហូតយើងនឹងរកពាក្យដោះសារដើម្បីប្រាប់ខ្លួនឯងពេលដែលចង់ធ្វើនៅអ្វីដែលចង់ធ្វើថាបើយើងធ្វើនៅអ្វីដែលចង់ធ្វើដោយអាចនឹងបរាជ័យឬក៏អាចនឹងត្រូវជួបនូវឧបសគ្គដែលកាន់តែជាប់ជាងនេះទៅទៀតឬក៏អ្នកខ្លះក៏ហក់ខ្លួនឯងថាមានសេចក្តីសុខចំពោះអ្វីដែលត្រូវធ្វើទើបមិនចង់ឲ្យមានការផ្លាស់ប្ដូរកើតឡើងបើស្ដាប់ហើយនៅតែមានភាពងឿឆ្ងល់ទៀតនោះយើងបែរមកមើលជាឧទាហរណ៍វិញប្រសើរជាងនៅកន្លែងប្រជុំមួយកន្លែងអ្នកគឺជាប្រធានផ្នែកមានតួនាទីចូលប្រជុំប្រចាំខែប៉ុន្តែការប្រជុំលើកនេះពិសេសជាងរាល់លើកព្រោះអ្នកគ្រប់គ្រងត្រូវការរួបរวมសំណើនៃគំនិតថ្មីពីប្រធានផ្នែកគ្រប់ផ្នែកទាំងអស់ហើយបើបណ្ដាគំនិតទាំងអស់នោះយកទៅប្រើឲ្យមានប្រសិទ្ធភាពល្អនោះប្រធានផ្នែកនឹងស្នើគំនិតនេះនឹងត្រូវបានដំឡើងតំណែងក៏ដូចជាខែផងដែរការចូលរួមប្រជុំលើកនេះអ្នកមានគំនិតដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ប៉ុន្តែអ្នកមិនស្នើវានោះទេព្រោះអ្នកកំពុងតែជាប់អន្ទាក់នៃការដោះសារដោយអ្នកខ្លាចថាបើគំនិតរបស់អ្នកពេលដែលយកទៅប្រើនោះមិនមានប្រសិទ្ធភាពតាមដែលការគួរអ្នកដទៃនឹងមើលថាវាជាគំនិតគ្មានប្រសិទ្ធភាពអាក្រក់ជាងនេះទៅទៀតនោះគឺអ្នកអាចនឹងត្រូវគេសើចចំអកលក់លើយឬក៏ត្រូវគេបដិសេធតាំងពីដំបូងក៏អាចថាបាននោះដែរបន្ទាប់មកអ្នកនឹងចាប់ផ្ដើមរកវិធីដោះសារឲ្យខ្លួនឯងដោយគំនិតដែលវល់នៅក្នុងខួរក្បាលថាខ្ញុំមិនចង់ស្នើឲ្យប្លែកពីគេនោះទេខ្ញុំមានសេចក្តីសុខនឹងធ្វើបែបនេះបើធ្វើឲ្យប្លែកពីគេនោះអ្នកដទៃនឹងមើលថាខ្ញុំហួសហេតុពេកឬក៏ខ្ញុំមិនចង់ឡើងតំណែងនោះទេព្រោះខ្ញុំមិនចង់ត្រូវគេចង
តាមពិតទៅជំរឿចិត្តរបស់អ្នកដែលគិតពាក្យដោះសារទាំងនេះគឺដើម្បីប្រឆាំងនឹងគំនិតដែលចង់ស្នើនៅអ្វីដែលប្លែកពីគេនោះឯងដូច្នេះចូលគុំឲ្យអន្ទាក់នៃពាក្យដោះសារទាំងនេះមករារាំងគំនិតច្នៃប្រឌិតរបស់អ្នកសូមឲ្យអ្នកគិតត្រឹមថាបើទោះបីជាអ្វីដែលអ្នកនឹងបានធ្វើទៅនោះនឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អនៅពេលដំបូងក៏ដោយតែអ្វីដែលអ្នកទទួលបាននោះគឺអ្នកបានចាប់ផ្ដើមសិក្សាពីអារម្មណ៍នៃការធ្វើរឿងរ៉ាវអស់ទាំងនោះហើយបានសិក្សាពីកំហុសដើម្បីជាបទពិសោធន៍នៅក្នុងការធ្វើលើកក្រោយឲ្យបានល្អប្រសើរឡើងពេលដែលបានសិក្សានិងដឹងយ៉ាងច្បាស់ពីអក្សរ A តួដំបូងដែលមានន័យថាហេតុឬក៏ការប្រើខួរក្បាលនៅក្នុងការគិតអ្វីដែលថ្មីយ៉ាងច្នៃប្រឌិតនោះហើយគឺចាត់ទុកថាអ្នកបានសិក្សាអំពីវិធីផ្សេងជាច្រើនដែលជាចំណាយសំខាន់មួយរបស់ការគិតឲ្យបានធំខំទៅឲ្យបានដល់ហើយ